នេះគឺជាដំណើរដ៏វែងឆ្ងាយនៃការដាក់តាំងបង្ហាញនៃសម្បត្តិបេតិកភណ្ឌរបស់ជាតិកម្ពុជារបស់យើងដែលបានធ្វើដំណើរទៅពិភពលោកតាមរយៈការចាប់ដៃនិងសហការគ្នារវាងក្រសួងពាក់ព័ន្ធហើយស្ថាប័នពាក់ព័ន្ធដែលលោកអ្នកឃើញនេះគឺនៅក្នុងប្រទេសបារាំងដែលគេដាក់តាំងពាក់ព័ន្ធទៅនឹងរាជសម្បត្តិអង្គរសិល្បៈនៃអាទិទេពនៅក្នុងបរិវេណនៃសារមន្ទីរគ្រីមេរបស់ប្រទេសបារាំងការតាំងពិព័រណ៍នេះគឺបានចាប់ផ្ដើមតាំងពីថ្ងៃទី30 ខែមេសាហើយនឹងបន្តរយៈពេលរហូតដល់ថ្ងៃទី8 ខែកក្កដាដោយការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជាហើយនិងរដ្ឋាភិបាលរបស់ប្រទេសបារាំងមានសារមន្ទីរអាស៊ីគ្រីមេមានសាលាបារាំងចុងបូព៌ាមានវិទ្យាស្ថានស្រាវជ្រាវនិងជួសជុលនៃសារមន្ទីរបារាំងហើយនិងសារមន្ទីរជាតិកម្ពុជារបស់យើងនេះឯងកម្ពុជាគឺមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតាដែលទាំងនេះគឺមានអាយុកាលរាប់ពាន់ឆ្នាំមកហើយពីព្រោះមិនអចិន្ត្រៃយ៍គឺដាក់តាំងបង្ហាញនៅសារមន្ទីរគ្រីមេប្រទេសបារាំងរយៈពេលដល់ទៅ4 ខែឯណោះហើយនឹងបន្តទៅកាន់សារមន្ទីរ Minneapolis Institute of Art នៅឯ Minnesota នៅចុងឆ្នាំ2025ដែលឡែកនៅពេលបញ្ចប់ពិព័រណ៍នៅរដ្ឋ Minnesota ដើមឆ្នាំ2026រូបចម្លាក់ព្រះនរាយណ៍ដ៏ធំមួយនេះនឹងបន្តទៅដាក់តាំងបង្ហាញនៅសារមន្ទីរ Smithsonian National Museum of Art នៅឯ Washington DC នៃសហរដ្ឋអាមេរិកហើយនិងសារមន្ទីរ Asian Art Museum នៅ San Francisco រហូតដល់ឆ្នាំ2027ជារឿងដ៏អស្ចារ្យហើយនឹងមោទនភាពដែលយើងអាចបង្ហាញទេសចរអំពីឫសគល់នៃអច្ឆរិយៈរបស់ប្រទេសកម្ពុជារបស់យើងតាំងពីសម័យបុរាណមកហើយក៏ជាផ្នែកមួយនៃការបង្ហាញស្នូលដ៏សំខាន់នៃពូជពង្សរបស់កម្ពុជាឬក៏ចក្រភពខ្មែរតាំងពីសម័យមុនផងដែរក៏ជាស្នូលមួយនៃការតាក់ទាញទេសចរឲ្យគេបានមកឃើញឫសគល់នៅក្នុងប្រទេសកម្ពុជាថាទីតាំងនៃរូបចម្លាក់ហើយនិងវត្ថុបុរាណទាំងអស់នោះគឺនៅទីណាសម្រាប់បងប្អូនខ្មែររបស់យើងនៅប្រទេសបារាំងនៅសហរដ្ឋអាមេរិកគឺអាចធ្វើដំណើរទៅបានហើយតាមដាន page របស់សារមន្ទីរជាតិកម្ពុជាដើម្បីដឹងព័ត៌មានបន្ថែមទៀត